នេះគឺជាស្ថាននរក7ជាន់ដែលកូរ៉េខាងត្បូងចំណាយដើមទុនអស់2000លានវ៉ុនដើម្បីបង្កើតឡើងអ្នកដែលស្អប់ការធ្វើការត្រូវរត់នៅលើនោះមិនឈប់ឡើយឲ្យតែឈប់ភ្លាមនិងត្រូវកិនបែកក្បាលដោយប្រហិតប៉ុន្តែបើមានអ្នកលោតចូលទៅក្នុងទឹកដើម្បីគេចពីការទោសពិន័យដែរប៉ុន្តែត្រូវសេះសាច់មនុស្សនៅក្នុងទឹកនិងខំហែកសាច់ពួកគេគ្មានសល់នេះគឺជានរកខ្ជិលច្រអូសនៃយមលោកដែលជំនាញខាងដាក់ទោសអ្នកដែលមានគំនិតខ្ជិលច្រអូសកាលពីនៅរស់ហើយនេះគ្រាន់តែជាទោសពិន័យស្រាលបំផុតនៅក្នុងចំណោមបាបកម្មធំៗទាំង7ប៉ុណ្ណោះនៅមាននរកទឹកក្តៅសម្រាប់កាត់ទោសបទល្មើសឃាតកម្មនរកកញ្ចក់បាបសម្រាប់កាត់ទោសបទក្បត់ទំនុកចិត្តនរកតកកសម្រាប់កាត់ទោសបទអយុត្តិធម៌នរកកាត់អណ្ដាតសម្រាប់កាត់ទោសបទភូតភរនរកចលងជ្រៅសម្រាប់កាត់ទោសបទអំពើហិង្សានិងនរកខ្សាច់ជំរឿសម្រាប់កាត់ទោសបទរំលោភគុណធម៌គ្រួសារមនុស្សគ្រប់រូបបន្ទាប់ពីស្លាប់ត្រូវតែមកកាន់យមលោកដើម្បីទទួលការកាត់ទោសនៅក្នុងនរកទាំង7ជាន់មានតែអ្នកដែលគ្មានទោសពិន័យប៉ុណ្ណោះទើបស័ក្តិសមនឹងទទួលបានការចាប់កំណើតជាថ្មីចំណែកអ្នកមានទោសមានតែត្រូវនៅក្នុងនរកអស់មួយជីវិតមិនអាចកើតជាថ្មីបានឡើយថ្ងៃនេះទីនេះបានទទួលស្វាគមន៍ព្រលឹងពិសេសម្នាក់គាត់គឺជាអ្នកពលរដ្ឋអគិភ័យដែលត្រូវបានទេវទូតនាំផ្លូវផ្ទាល់ខ្លួនជូនដំណើរមកកាលពី2នាទីមុនអ្នកពលរដ្ឋអគិភ័យរូបនេះបានជួបគ្រោះថ្នាក់អំឡុងពេលជួយសង្គ្រោះមនុស្សគាត់បានអោបក្មេងស្រីតូចដែលទើបតែជួយសង្គ្រោះបានជាប់នឹងទ្រូងយ៉ាងណែនរួចហើយក៏បានធ្លាក់មកលើដីយ៉ាងខ្លាំងក្មេងស្រីតូចមិនមានរងរបួសអ្វីបន្តិចសោះហើយបានរត់ទៅរកឪពុកម្ដាយរបស់នាងហើយរូបគាត់ទើបតែរៀបនឹងលូកដៃទៅរាប់អានជំរាបសួរមិត្តរួមក្រុមប៉ុន្តែបែរជាឃើញមិត្តភ័ក្តិរួមក្រុមកំពុងចោមរោមជុំវិញសពរបស់គាត់ហើយយំសោកយ៉ាងខ្លាំងទើបអ្នកពលរដ្ឋអគិភ័យដឹងខ្លួនថាខ្លួនឯងបានស្លាប់បាត់ទៅហើយមិនយូរបានទេវទូតយមលោកក៏បានមកទទួលគាត់ទៅផ្ទះទេវទូតស្រីមានការគោរពចំពោះរូបគាត់យ៉ាងខ្លាំងព្រោះតែបានព្រំលិខិតនៅក្នុងដៃរបស់គាត់បង្ហាញថាអ្នកពលរដ្ឋអគិភ័យរូបនេះជាបុគ្គលខ្ពង់ខ្ពស់នៃយមលោកមានតែបុគ្គលខ្ពង់ខ្ពស់ប៉ុណ្ណោះទើបមានឱកាសឆ្លងផុតនរកទាំង7ជាន់បានតែដឹងថាលើកចុងក្រោយមានបុគ្គលខ្ពង់ខ្ពស់លេចមុខគឺកាលពី422ឆ្នាំមុនឯណោះដូចនេះទេវទូតក៏ត្រៀមខ្លួនជូនដំណើរគាត់ឆ្លងកាត់ឧបសគ្គដោយផ្ទាល់អ្នកពលរដ្ឋអគិភ័យភ័យខ្លាចរហូតថយក្រោយជាបន្តបន្ទាប់គាត់មិនទាន់បានលាម្ដាយជរារបស់គាត់នៅឡើយទេតែនៅវិនាទីបន្ទាប់ជើងទាំងពីររបស់អ្នកពលរដ្ឋអគិភ័យក៏ផុតពីដីហើយត្រូវដុំពលឺមួយបឺតស្រូបចូលទៅយ៉ាងខ្លាំងទេវទូតទាំងពីរមិនបានផ្ដល់ឱកាសឲ្យគាត់លាឡើយបញ្ញាប់នាំខ្ញុំចេញពីទីនេះផងបានទេហេតុអ្វីបានជាមានកតញ្ញូតាធម៌ម្លេះមិនយូរប៉ុន្មានអ្នកពលរដ្ឋអគិភ័យក៏បានមកដល់យមលោកនៅទីនេះគាត់បានជួបនឹងមេកាយរបស់ទេវទូតទាំងពីរហើយទូនាទីរបស់ទេវទូតគឺនាំផ្លូវគាត់ឲ្យឆ្លងផុតនរកទាំង7ជាន់ទេវទូតទាំង3បាននាំរូបគាត់មកដល់មុខទ្វារនរកដោយសារតែអ្នកពលរដ្ឋអគិភ័យជាបុគ្គលខ្ពង់ខ្ពស់ដែលកម្រជួបក្នុងរាប់រយឆ្នាំដូច្នេះគាត់មានសិទ្ធិពិសេសក្នុងការកាត់ជួរប៉ុន្តែបន្ទាប់ពីចូលមកដល់ទេវទូតប្រែជាភាំងស្មារតីភ្លាមព្រោះវគ្គដំបូងរបស់អ្នកពលរដ្ឋអគិភ័យបែរជានរកឃាតកម្មទៅវិញដោយសារតែទោសវិន័យត្រូវបានរៀបចំពីស្រាលទៅធ្ងន់ដូច្នេះទោសស្រាលបំផុតរបស់អ្នកពលរដ្ឋអគិភ័យគឺបទឃាតកម្មអ្នកពលរដ្ឋអគិភ័យបានតវ៉ាថាខ្លួនមិនដែលសម្លាប់មនុស្សទាល់តែសោះប៉ុន្តែទេវទូតបានបញ្យល់ថាប្រសិនបើអ្នកបណ្ដាលឲ្យមនុស្សស្លាប់ដោយប្រយោលដោយសារសម្ដីកាយវិការឬអំពើហិង្សាតាមអ៊ីនធឺណិតក៏ត្រូវចាត់ទុកថាមានទោសដែររំពេចនោះក្តារបាត់ជើងរបស់អ្នកពលរដ្ឋអគិភ័យក៏ប្រេះស្រាំខាងក្រោមគឺជាម៉ាក់ក្តៅជម្រៅរាប់ម៉ែត្រមានពលឹងខ្មោចប្រព្រឹត្តបាបកម្មរាប់មិនអស់កំពុងទទួលទរណកម្មយ៉ាងវេទនានៅទីនេះការរស់នៅមានតែការឈឺចាប់កាន់តែខ្លាំងឡើងអ្នកពលរដ្ឋអគិភ័យមានសភាវគតិចង់ទាញពួកគេឡើងលើប៉ុន្តែត្រូវបកសាក់ដែលមានទឹកមុខកាយសាហាវម្នាក់ស្រែកបន្ទោសយ៉ាងខ្លាំងលោកគឺជាស្ដេចព្យុះសង្ឃរាដែលជាអ្នកកាត់ទោសនៅក្នុងនរកឃាតកម្មស្ដេចនរកបានសួរអ្នកពលរដ្ឋអគិភ័យថាហេតុអ្វីបានជានៅក្នុងប្រតិបត្តិការពលរដ្ឋអគិភ័យមួយគាត់បែរជាបោះបង់ចោលមិត្តរួមក្រុមដែលតស៊ូប្រយុទ្ធក្បែរគ្នាដោយឥតមេត្តារហូតបណ្ដាលឲ្យមិត្តភ័ក្តិដែលមានសង្ឃឹមរស់នៅត្រូវស្លាប់ដោយអកុសលអ្នកពលរដ្ឋអគិភ័យត្រូវគេសួរដេញដោលរហូតអោនក្បាលចុះដោយក្តីអាម៉ាស់ចៅក្រមទាំងអស់បានយល់ស្របគ្នាថាគាត់គឺជាមនុស្សថោកទាបដែលស្រឡាញ់ជីវិតខ្លាចស្លាប់សម្រាប់បែបនេះមិនស័ក្តិសមនឹងទទួលបានសិទ្ធិឆ្លងកាត់ឧបសគ្គទាល់តែសោះភ្លាមនោះគេត្រៀមកាត់ទោសឲ្យអ្នកពលរដ្ឋអគិភ័យទទួលទោសនរកទឹកក្តៅរយៈពេល50ឆ្នាំពេលនោះទេវទូតនរកបានចេញមុខមកបកស្រាយការពិតតាមពិតគឺមិត្តរួមក្រុមជាអ្នកប្រាប់ឲ្យគាត់ទៅជួយអ្នកផ្សេងមុននេះជាភារកិច្ចនិងកាតព្វកិច្ចរបស់ពួកគេក្នុងនាមជាអ្នកពលរដ្ឋអគិភ័យដូច្នេះអ្នកពលរដ្ឋអគិភ័យបានប្រឹងប្រែងអស់ពីសមត្ថភាពរហូតជួយសង្គ្រោះជីវិតមនុស្សបាន8នាក់ជាលទ្ធផលអគារនោះនៅតែប្លន់យកជីវិតមិត្តភ័ក្តិរួមក្រុមដដែលរឿងនេះក៏បានក្លាយជាមុខរបួសផ្លូវចិត្តដ៏ជូរចត់នៅក្នុងចិត្តរបស់អ្នកពលរដ្ឋអគិភ័យជារៀងរហូតប្រឈមមុខនឹងបុគ្គលដែលមានគុណធម៌និងចិត្តស្មោះស្ម័គ្របែបនេះស្ដេចនរកបានប្រកាសថាការចោទប្រកាន់ពីបទឃាតកម្មលើអ្នកពលរដ្ឋអគិភ័យមិនត្រឹមត្រូវឡើយហើយបេះដូងដែលបារម្ភរបស់ទេវទូតទាំងឡាយក៏បានធូរស្រាលប៉ុន្តែភ្នែករបស់អ្នកពលរដ្ឋអគិភ័យបែរជាក្រហមព្រឿងគាត់គិតថាការដែលមិនអាចជួយសង្គ្រោះមិត្តភ័ក្តិបានគឺជាកំហុសរបស់គាត់បន្ទាប់មកពួកគេត្រូវឆ្លងកាត់ទន្លេដ៏សែនឆ្ងាយដើម្បីឆ្ពោះទៅកាន់នរកខ្ជិលច្រអូសដែលជាកន្លែងកាត់ទោសបទខ្ជិលច្រអូសនៅតាមផ្លូវទេវទូតបានពមៀនអ្នកពលរដ្ឋអគិភ័យយ៉ាងម៉ឺងម៉ាត់ថានៅពេលប្រឈមមុខនឹងស្ដេចឈូយ៉ងដាច់ខាតមិនត្រូវតបតឡើយមិនត្រូវតបតដាច់ខាតមិនយូរប៉ុន្មានពួកគេបានមកដល់នរកខ្ជិលច្រអូសទីនេះជាកន្លែងដាក់ទោសអ្នកដែលចូលចិត្តផ្លាតពេលនិងបំផ្លាញជីវិតស្ដេចឈូយ៉ងបានបោះបង់ការកាត់ទោសលើអ្នកពលរដ្ឋអគិភ័យដោយផ្ទាល់ព្រោះគាត់
មិនត្រឹមតែមិនប្រមាថពេលវេលាប៉ុណ្ណោះទេថែមទាំងមិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួនដើម្បីសង្គ្រោះជីវិតកូនឆ្មាតូចទៀតផងស្ដេចជូយ៉ងយល់ថានេះទៅជាគំរូដ៏ល្អសម្រាប់យុវជនថែមទាំងចង់សង់រូបសំណាកឲ្យអ្នកផលិតអគ្គិភ័យនៅក្នុងនរកដើម្បីសម្ដែងការគោរពទៀតផងចុងក្រោយស្ដេចជូយ៉ងទ្រាំមិនបានក៏សួរទៅកាន់អ្នកផលិតអគ្គិភ័យថាហេតុអ្វីបានជាឯងល្ងងយ៉ាងនេះល្ងងដល់ថ្នាក់ចង់ទៅជួយប្រភពដែលមានគ្រោះថ្នាក់បែបនេះទោះជាយ៉ាងណាចម្លើយរបស់អ្នកផលិតអគ្គិភ័យបានធ្វើឲ្យមនុស្សគ្រប់គ្នាឡើងកាំងគឺដើម្បីរកលុយពួកទេវទូតកាំងនៅនឹងកន្លែងឯទឹកមុខរបស់ស្ដេចជូយ៉ងក៏ប្រែជាស្រអាប់ដូចមេឃងងឹតព្រោះតែលុយកាក់នៅក្នុងនរកត្រូវគេហៅថាជាព្រះខ្លែងខ្លាយនេះស្មើនឹងអ្នកផលិតអគ្គិភ័យផ្ទះកំភ្លៀងមុខនរកយ៉ាងខ្លាំងស្ដេចជូយ៉ាងបានបញ្ជាភ្លាមឲ្យនាំអ្នកផលិតអគ្គិភ័យចុះទៅមើលព្រះពិតប្រាកដគាត់ងាកក្បាលមើលទៅខាងក្រោមឃើញតែនៅលើកង់រ៉កដ៏ធំមួយមានមនុស្សរាប់មិនអស់កំពុងប្រឹងរត់យ៉ាងស្ទុះស្ទាឲ្យតែឈប់ភ្លាមនិងត្រូវកិនបែកដោយប្រហិតនេះជាទោសពិន័យដ៏សាហាវបំផុតសម្រាប់មនុស្សខ្ជិលច្រអូសអ្នកផលិតអគ្គិភ័យភ័យខ្លាចរហូតដួលសន្លប់លើក្បូនទេវទូតទាំងពីរប្រញាប់លោតចូលទៅក្នុងទឹកទាញក្បូនទុកហើយអង្វរស្ដេចនរកឲ្យពិនិត្យមើលគោលបំណងនៃការរកលុយរបស់គាត់ឡើងវិញតាមពិតអ្នកផលិតអគ្គិភ័យបានធ្វើការថែមម៉ោងជាច្រើនកន្លែងចុងសប្តាហ៍ទៅជូតការ៉ូនៅកន្លែងងូតទឹកថ្ងៃឈប់សម្រាកនៅរថតូលើកទឹកនៅហាងសាច់អាំងសូម្បីតែពេលយប់ក៏មិនព្រមត្រឡប់ទៅផ្ទះដែរគ្រាន់តែដើម្បីទទួលបានឱកាសធ្វើការជំនួសគេប៉ុន្តែលុយដែលគាត់រកបានគាត់មិនហ៊ានចាយសូម្បីតែមួយកាក់ព្រោះនៅផ្ទះមានម្ដាយដែលមានជំងឺនិងប្អូនប្រុសដែលកំពុងរៀនសូត្រពេលវេលាសម្រាប់តែមួយគត់របស់អ្នកផលិតអគ្គិភ័យបែរជាពេលវេលាដែលគាត់បានស្លាប់ទៅវិញស្ដេចឈូយ៉ងមានការរំភើបចិត្តយ៉ាងខ្លាំងហើយបានប្រកាសនៅនឹងកន្លែងថាអ្នកផលិតអគ្គិភ័យគ្មានទោសខ្ជិលច្រអូសឡើយបន្ទាប់មកពួកគេបានមកដល់នរកកាត់អណ្ដាតដែលជាកន្លែងកាត់ទោសបទភូតភរស្ដេចនរកនៅទីនេះគឺជាក្មេងស្រីតូចដែលមានចរិតចម្លែកម្នាក់ចៅក្រមបានឡើងមកបន្ទោសអ្នកផលិតអគ្គិភ័យភ្លាមថាបានសរសេរសម្បត្តិកុហកចំនួន98ច្បាប់ស្ដេចនរកមិនបានផ្ដល់ឱកាសឲ្យគាត់បកស្រាយឡើយគេឃើញមេឈើវលិចចរិតអ្នកផលិតអគ្គិភ័យយ៉ាងណែនរួចហើយបិសាចដើមឈើពីរបានត្រៀមកាត់អណ្ដាតរបស់គាត់ទេវទូតស្រីបានបញ្ញាបញ្ញាស្នើសុំការតវ៉ាចុងក្រោយហើយបង្ហាញសម្បត្តិនីមួយៗដែលអ្នកផលិតអគ្គិភ័យបានសរសេរសម្បត្តិដែលគាត់សរសេរล้วนតែជាពាក្យកុហកដោយចេតនាល្អព្រោះគាត់មិនចង់ឲ្យម្ដាយដែលមានជំងឺត្រូវព្រួយបារម្ភពីគាត់ពាក្យកុហកដោយចេតនាល្អមិនបានធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃឡើយដូច្នេះវាមិនរាប់ចូលជាការភូតភរពិតប្រាកដនោះទេលើពីនេះស្ដេចនរកតែងតែសន្យាខ្យល់ជាមួយពួកទេវទូតញឹកញាប់អញ្ចឹងតើយមរាជក៏មានទោសដែរមែនទេដោយនេះស្ដេចនរកបានប្រកាសថាអ្នកផលិតអគ្គិភ័យគ្មានទោសឡើយប៉ុន្តែនៅលើផ្លូវទៅកាន់នរកជាន់ទី4បែរជាមានហេតុការណ៍ចៃដន្យកើតឡើងពួកគេបានជួបនឹងព្រលឹងខ្មោចនរកដែលមានចេតនាសម្លាប់ដ៏គួរឲ្យខ្លាចទេវទូតទាំងពីរបានបញ្ចេញអាវុធភ្លាមដើម្បីត្រៀមប្រយុទ្ធជាឱកាសបន្ទាប់ពីកាប់សម្លាប់បានមួយវគ្គទេវទូតបានបញ្ញាប់សួរអ្នកផលិតអគ្គិភ័យថានៅផ្ទះមាននរណាខ្លះមានតែសាច់ញាតិដែលស្លាប់ដោយអយុត្តិធម៌ប៉ុណ្ណោះទើបលេចចេញស្ថានភាពបែបនេះអ្នកផលិតអគ្គិភ័យក៏នឹកឃើញដល់ម្ដាយជារីរបស់គាត់នៅផ្ទះភ្លាមមិនយូរប៉ុន្មានពួកគេក៏បានរត់គេចផុតពីខ្មោចនរកប្រធានទេវទូតបានសម្រេចចិត្តទៅកាន់ស្ថានមនុស្សលោកដើម្បីស៊ើបអង្កេតការពិតបើមិនដូច្នេះទេដំណើរផ្លូវខាងក្រោយរបស់អ្នកផលិតអគ្គិភ័យនឹងកាន់តែលំបាកក៏បានទៅកាន់ប៉ុស្តិ៍នគរបាលមុនគេដើម្បីពិនិត្យមើលកំណត់ត្រាសាច់ញាតិរបស់អ្នកផលិតអគ្គិភ័យហើយបានរកឃើញថាប្អូនប្រុសរបស់គាត់បានបាត់ខ្លួនដោយស្ងាត់កាលពីប្រមាណថ្ងៃមុនដូចនេះទេវទូតបានប្រើប្រាស់ការត្រឡប់ក្រោយនៃពេលវេលាដើម្បីមើលការពិតតាមពិតគឺនៅពេលប្អូនប្រុសកំពុងបំពេញភារកិច្ចកំភ្លើងរបស់ទាហានថ្មីបានផ្ទុះអាវុធដោយចៃដន្យហើយត្រូវជំរុំគាត់ទាហានថ្មីបានបញ្ញត្តិតាក់ទងថាលើឲ្យហៅគ្រូពេទ្យមកប៉ុន្តែប្រធានដែលបញ្ញត្តិមកដល់បែរជាមិនបានធ្វើការសង្គ្រោះឡើយព្រោះតែគាត់នៅសល់តែប្រហែលថ្ងៃទៀតនឹងបានឡើងតំណែងដូច្នេះគាត់បានសម្រេចចិត្តលួចយកសពទៅកប់ចោលប៉ុន្តែអ្នកទាំងពីរកំពុងតែរវល់តែកប់ដីដោយមិនបានកត់សម្គាល់ថាប្អូនប្រុសតាមពិតនៅមានខ្យល់ដង្ហើមនៅឡើយចុងក្រោយប្អូនប្រុសត្រូវអ្នកទាំងពីរយកទៅកប់ទាំងរស់ទោះជាយ៉ាងណាដើម្បីអនាគតដ៏ល្អរបស់ខ្លួនប្រធានរូបនោះថែមទាំងភូតភរថាប្អូនប្រុសបានរត់ចោលជួរទេវទូតបានផ្លាស់ទីភ្លាមទៅកាន់ផ្ទះរបស់អ្នកផលិតអគ្គិភ័យហើយបានកំណត់ទីតាំងព្រលឹងគំនុំរបស់ប្អូនប្រុសបានជោគជ័យដោយឃើញថាអ្នកម្ដងជាទេវទូតយមលោកប្អូនប្រុសបានបញ្ញាប់រត់គេចចេញតាមបង្អួចដោយមានប្រធានក្រុមដេញតាមពីក្រោយប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺថាមពលព្រលឹងរបស់ប្អូនប្រុសប្រែជាខ្លាំងក្លាយ៉ាងនេះព្រោះតែអយុធធម៌ដែលព្រលឹងគំនុំបានជួបប្រទះការនៅរស់កាន់តែធំធេងថាមពលព្រលឹងបន្ទាប់ពីស្លាប់ក៏កាន់តែខ្លាំងក្លាដែរត្រឹមតែមួយពពេចភ្នែកប៉ុណ្ណោះភាគីម្ខាងទៀតបានបាត់ខ្លួនគ្មានសមោលដើម្បីស្វែងរកការពិតប្រធានក្រុមបានមកដល់កងអង្គភាពដែលប្អូនប្រុសធ្លាប់បម្រើការងារកាលពីនៅរស់ប៉ុន្តែមនុស្សនៅទីនេះហាក់ដូចជាមិនដឹងថាគាត់បានស្លាប់នោះទេបែរជាកំពុងពិភាក្សាគ្នាថាហេតុអ្វីបានជាប្អូនប្រុសដែលមានស្នាដៃល្អឥតខ្ចោះបែរជាខ្លាចជាទាហានរត់ចោលជួរទៅវិញនៅឯប៉ុស្តិ៍យាមមួយកន្លែងប្រធានក្រុមចុងក្រោយបានឃើញរឿងរ៉ាវដែលបានកើតឡើងនៅយប់នោះតាមពិតគឺដោយសារទាហានថ្មីម្នាក់កាន់កំភ្លើងមិនប្រយ័ត្នបណ្ដាលឲ្យផ្ទុះអាវុធត្រូវចំពោះរបស់ប្អូនប្រុសទាហានថ្មីបានបញ្ញាប់ទូរស័ព្ទទៅលោកអនុសេនីយ៍ត្រីដើម្បីសុំជំនួយនឹកស្មានម្ដងថាលោកអនុសេនីយ៍ត្រីបារម្ភថារឿងនេះនឹងប៉ះពាល់ដល់ការដំឡើងតំណែងរបស់គាត់នៅខែក្រោយដូច្នេះក៏បង្ខំទាហានថ្មីឲ្យជួយយកសពប្អូនប្រុសទៅកប់ជាមួយគ្នារស់មិនឃើញមនុស្សស្លាប់មិនឃើញសព
ហើយប្រាប់ខាងក្រៅថាប្អូនប្រុសជារ៉ាដាហានរត់ចោលជួរដោយមិនដឹងខ្លួនថានៅពេលនោះប្អូនប្រុសមិនទាន់ដាច់ខ្យល់នៅឡើយទេហើយត្រូវមិត្តរួមជួរដែលទុកចិត្តបំផុត2នាក់យុទ្ធកប់ទាំងរូបបែបនេះរងផលប៉ះពាល់ពីរឿងនេះរៀងរាល់ថ្ងៃមានទាហានមកឆែកឆេរនៅផ្ទះទើបតែបាត់បង់កូនប្រុសច្បងកូនប្រុសពៅមិនដឹងរស់ឬស្លាប់ថែមទាំងប្រឈមមុខនឹងឈ្មោះជាទាហានរត់ចោលជួរទៀតស្មារតីរបស់ម្ដាយចិត្តដួលរលំទៅហើយប្រហែលជាចេញពីចិត្តដឹងខុសទាហានថ្មីចុងក្រោយបានលួចសរសេរការពិតនៅលើផែនទីហើយបោះចូលទៅក្នុងរបងផ្ទះហើយទីតាំងដែលបានសម្គាល់នៅលើផែនទីគឺជាកន្លែងដែលកប់សពរបស់ប្អូនប្រុសបន្ទាប់មកទាហានថ្មីដែលទន់ខ្សោយនិងភ័យខ្លាចបានសម្រេចចិត្តធ្វើអត្តឃាតដើម្បីរត់គេចពីទោសកំហុសរឿងរ៉ាវទាំងអស់នេះត្រូវបានប្រធានក្រុមមើលឃើញថែមទាំងត្រូវប្អូនប្រុសដែលលាក់ខ្លួននៅក្នុងងងឹតមើលឃើញដូចគ្នាគាត់បានចេញមុខមកដោយខ្លួនឯងហើយស្នើសុំឲ្យប្រធានក្រុមជួយសង្គ្រោះទាហានថ្មីដោយដោះដូរនឹងការដែលរូបគាត់នឹងទៅទទួលការកាត់ទោសនៅយមលោកដោយត្រឹមត្រូវគាត់បានដោះស្រាយចំណងផ្លូវចិត្តរបស់ទាហានថ្មីតាមរយៈការបញ្ជូនសាររបស់ប្រធានក្រុមប្អូនប្រុសមិនបន្ទោសរូបគេឡើយគ្រាន់តែសង្ឃឹមថារូបគេអាចរស់នៅបានល្អនៅថ្ងៃខាងមុខនៅម្ខាងទៀតព្រលឹងបានតាមស្ដេចនិងទេវទូត2រូបមកដល់នរកហឹង្សាភាគីដើមចោតបានចាប់ប្រកាន់គាត់ថាការនៅរៀនវិទ្យាល័យគាត់បានវេនបងប្អូនប្រុសដែលមានជំងឺកង្វះអាហារូបត្ថម្ភដោយគ្មានមូលហេតុហើយបន្ទាប់ពីនោះមិនដែលសុំទោសបងប្អូនប្រុសដោយផ្ទាល់ឡើយថែមទាំងមិនដែលទទួលបានការអភ័យទោសពីសម័យខ្លួនទៀតផងស្ដេចខេងសងគួងដែលគ្រប់គ្រងនរកហឹង្សាមានការងឿងឆ្ងល់យ៉ាងខ្លាំងក្នុងនាមជាគ្រួសារតែមួយហេតុអ្វីបានជាភាគីទាំងពីរមិនដែលបើកបេះដូងនិយាយគ្នាអត់ទេរឿងនេះគឺជាសោកនាដកម្មផ្ទាល់ខ្លួនយ៉ាងខ្លាំងហើយឃីមចាហុងរហូតដល់ថ្ងៃចុងក្រោយនៃជីវិតត្រូវបានកត់ត្រាថាមិនបានត្រឡប់ទៅផ្ទះវិញអស់រយៈពេល15ឆ្នាំមកហើយដោយគ្មានការបង្ខិតបង្ខំឡើយមិនបាច់ខ្វល់ថាតើហេតុអ្វីបានជាគាត់រត់ចោលផ្ទះអស់15ឆ្នាំនោះទេបទល្មើសដែលគាត់វេនបងប្អូនប្រុសត្រូវបានបង្កើតឡើងរួចទៅហើយស្ដេច King Songwang សូម្បីតែមិនផ្ដល់ឱកាសឲ្យទេវទូតតវ៉ាឡើយហើយបានត្រៀមខ្លួនអនុវត្តទោសលើរូបគាត់ភ្លាមៗនៅក្នុងស្ថានភាពអាសន្នទេវទូតទាំងពីរបានបញ្ញាបញ្ញាលសុំជំនួយពីប្រធានក្រុមតាមរយៈកញ្ចក់លំហប៉ុន្តែប្រធានក្រុមបានប្រាប់ឲ្យពួកគេដាក់ពាក្យសុំបូកបញ្ចូលការកាត់ទោសជាមួយនរកជាន់ចុងក្រោយហើយអនុវត្តទោសសរុបតែម្ដងប៉ុន្តែការដោះដូរក៏កាន់តែខ្ពស់ដែរបើសិនបើគាត់ត្រូវគេផ្ដន់ទាទោសនៅជាន់ចុងក្រោយមិនត្រឹមតែទោសរបស់គាត់ត្រូវបន្ថែមទម្ងន់ប៉ុណ្ណោះទេសូម្បីតែទេវទូតទាំង3ក៏មិនអាចគេចផុតពីកំហុសដែរនៅពេលដែលពួកគេកំពុងបញ្ញាបញ្ញាលទៅកាន់នរកសិលធម៌គ្រួសារដែលជាជាន់ចុងក្រោយស្ថានមនុស្សលោកក៏មានបញ្ហាកើតឡើងម្ដាយរបស់អ្នកពលរដ្ឋអគិភ័យបានបីផ្ដាស់ស្វែងរកយុត្តិធម៌ឲ្យកូនប្រុសពៅមកកាន់បន្ទាយទាហានហើយអង្វរឲ្យមេបញ្ជាការស៊ើបអង្កេតការពិតកូនប្រុសរបស់គាត់ត្រូវគេកប់នៅលើភ្នំខាងក្រោយបន្ទាយទាហានគាត់ចង់ដឹងថាមានរឿងអ្វីកើតឡើងពិតប្រាកដប៉ុន្តែលោកអនុសេនីយ៍ត្រីដែលដឹងខុសមិនបានផ្ដល់ឱកាសឲ្យគាត់ឡើយដោយឃើញម្ដាយត្រូវបានឃាតករដែលសម្លាប់ខ្លួនឯងច្រានផ្ដួលយ៉ាងព្រៃផ្សៃបងប្រុសមិនអាចទប់ទល់នឹងកំហឹងនិងគំនុំនៅក្នុងចិត្តបានទៀតឡើយទោះបីជាត្រូវបាត់បង់ឱកាសកើតជាថ្មីជារៀងរហូតក៏គាត់ត្រូវតែបង្កភាពវឹកវរនៅលើស្ថានមនុស្សលោកដើម្បីដាក់ទោសជនអាក្រក់ដែរត្រឹមមួយប្រភ្លេចភ្នែកទឹកមុខរបស់គាត់បានប្រែជាសាហាវខូខើម្ដងទៀតហើយភ្លើងសងសឹកបានធ្វើឲ្យគាត់ធ្លាក់ចូលទៅក្នុងភាពងងឹតទាំងស្រុងសូម្បីតែប្រធានក្រុមដែលចិត្តនោះក៏មិនអាចបង្ក្រាបគាត់បានដែរភ្លាមនោះព្យុះខ្សាច់យ៉ាងខ្លាំងក្លាបានបក់បោកពេញមន្ទីរទាហានប្អូនប្រុសបានក្លាយជាខ្យល់កគួយដ៏សាហាវដូចជាចង់លេបតបាក់មន្ទីរទាហានទាំងមូលប្រធានក្រុមមានតែជួយសង្គ្រោះមនុស្សបណ្ដើរនិងហៅជំនួយបណ្ដើរនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុតទេវទូតម្នាក់ទៀតបានធ្លាក់ពីលើមេឃតម្រង់ឆ្ពោះទៅកាន់ចំកណ្ដាលនៃខ្យល់កគួយចុងក្រោយក្រោមការវេបហារួមគ្នារបស់ទេវទូតទាំងពីរទើបប្អូនប្រុសត្រូវវិបកឲ្យត្រឡប់ទៅរកទម្រង់ដើមវិញមុនពេលពួកគេបញ្ញាត្រឡប់ទៅនរកការកាត់ទោសចុងក្រោយរបស់អ្នកពលរដ្ឋអគិភ័យបានចាប់ផ្ដើមរួចទៅហើយស្ដេចនរកដែលដឹកនាំការកាត់ទោសគឺជាស្ដេចយមរាជកំពូលនៃស្ថាននរកមុនពេលតំណាងអัยការនិងមេធាវីការពារក្តីនិយាយទ្រង់បានប្រកាសភ្លាមថាអ្នកពលរដ្ឋអគិភ័យមានទោសតាមពិតគឺនៅយប់ដែលអ្នកពលរដ្ឋអគិភ័យបានវេដំបងប្រុសគាត់បានព្យាយាមប្រើខ្នើយខ្ទប់សម្លាប់ម្ដាយរបស់ខ្លួនព្រោះតែម្ដាយដែលមានជំងឺធ្ងន់ធ្ងរបានសន្លប់បាត់ស្មារតីឯប្អូនប្រុសក៏មានជំងឺនិងកង្វះអាហារូបត្ថម្ភអ្នកពលរដ្ឋអគិភ័យដែលនៅក្មេងមិនអាចទ្រទ្រង់គ្រួសារដែលចិត្តដួលរលំមួយនេះបានឡើយក៏បានសម្រេចចិត្តនាំគ្រួសារទាំងមូលទៅរំដោះខ្លួនប៉ុន្តែចុងក្រោយត្រូវប្អូនប្រុសខាត់ទុកអ្នកពលរដ្ឋអគិភ័យក៏បានចាក់ចេញពីផ្ទះនេះទាំងក្តីដឹងខុសពេញទ្រូងហើយបានប្រឹងប្រែងរកលុយផ្ញើមកផ្ទះអស់រយៈពេល15ឆ្នាំដើម្បីប៉ះប៉ូវកំហុសឆ្គងធ្ងន់ធ្ងរដែលខ្លួនស្ទើរតែបានប្រព្រឹត្តអ្នកពលរដ្ឋអគិភ័យដើមឡើយគិតថារឿងនេះមានតែប្អូនប្រុសម្នាក់ប៉ុណ្ណោះដែលដឹងប៉ុន្តែគាត់គិតខុសហើយម្ដាយរបស់ចុងចោតឃីមយ៉ាហុងនៅពេលនោះមិនមែនគ្មានស្មារតីនោះទេប៉ុន្តែគាត់ដឹងថាមានតែការស្លាប់របស់គាត់បែបនេះប៉ុណ្ណោះទើបធ្វើឲ្យជីវិតកូនដែលនៅសល់បានសុខស្រួលគាត់បានទ្រាំទ្រនឹងរឿងនេះបែបហ្នឹងយល់ទេម្ដាយរបស់ឯងបានរស់នៅក្នុងជីវិតដ៏ឈឺចាប់ទាំងមានចានឆ្នាំងដេញតាមទ្រូងបែបនេះគាត់បានកប់ការចងចាំនៅថ្ងៃនោះជំរឿក្នុងបេះដូងហើយរងចាំឯងដែលមិនព្រមត្រឡប់មកផ្ទះវិញដោយសារតែកំហុសឆ្គងមកភ្លេចភ្នែកនោះខ្ញុំចង់ជួបម្ដាយខ្ញុំចង់ជួបម្ដាយខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំជួបម្ដាយខ្ញុំតែម្ដងទៀតមកខ្ញុំត្រូវតែនិយាយពាក្យថាសុំទោសទៅកាន់ម្ដាយរបស់ខ្ញុំប្រឈមមុខនឹងការអង្វរយ៉ាងខ្លាំងរបស់អ្នកពលរដ្ឋអគិភ័យស្ដេចយមរាជបានស្រែកបន្ទោសយ៉ាងខ្លាំងថាហេតុអ្វីបានជាពេលនៅរស់មិនព្រមធ្វើរហូតដល់ស្លាប់ទើបដឹងស្ដាយក្រោយឯងមានពេល15ឆ្នាំដើម្បីសម្ដែងការសុំទោសនៅក្នុងចិត្ត
ប៉ុន្តែបែរជាប្រើវិធីកិច្ចវេះដើម្បីផ្លាស់ប្ដូរយកភាពស្ងប់ចិត្តទៅវិញពិតជាមានទោសមិនអាចលើកលែងបានឡើយនៅពេលដែលតំណាងអัยការកំពុងអានលទ្ធផលនៃការកាត់ទោសនរកសិលធម៌គ្រួសារស្រាប់តែមានការរំញ័រយ៉ាងខ្លាំងកើតឡើងហើយផ្ទៃមុខរបស់ម្ដាយបានលេចឡើងនៅក្នុងកញ្ចក់ម្ដងទៀតតាមពិតគឺប្អូនប្រុសកំពុងបង្ខំចូលសពថ្ងៃក្នុងសុបិនរបស់ម្ដាយគាត់បានស្លៀកពាក់អាវចក្រមលេចមុខនៅចំពោះមុខម្ដាយហើយប្រាប់ថាខ្លួនបានទៅកាន់ស្ថានសួគ៌ដើម្បីបំពេញក្តីសម័យរួចហើយឥឡូវនេះមានកូនចៅតូចៗ2នាក់និងមានមនុស្សអាក្រក់ជាច្រើនកំពុងរងចាំការកាត់ទោសដូច្នេះថ្ងៃខាងមុខមិនអាចជួបគ្នានិយមទៀតទេសូមម្ដាយកុំទៅរកខ្លួននៅបន្ទាយទាហានទៀតអីម៉ែកាលពីមុនពេលដែលម៉ែព្យាយាមយកខ្នើយខ្ទប់សម្រាប់ខ្ញុំពេលនោះម៉ែបានដឹងពីរឿងទាំងអស់នេះមែនទេម៉ែដូច្នេះហើយបានជាអាក្រក់នេះអាមនុស្សល្ងងខ្លៅម្នាក់នេះព្រោះតែវាដឹងខុសចំពោះម៉ែទើបវាមិនហ៊ានត្រឡប់មកផ្ទះវិញរហូតដល់ស្លាប់ប្រឹងប្រែងហូរលុយផ្ញើមកឲ្យម៉ែទាំងអស់អាចារ្យហងមនុស្សល្ងងម្នាក់នោះអាមនុស្សល្ងងខ្លៅនោះវាធ្វើបែបហ្នឹងម៉ែនិងម៉ែអាមនុស្សល្ងង